และนักเนียศิลปะดาราสำแดงบิริยาปราชีวิตอย่างสามัญรกประจิงจำกลสรีรวมแต่ชื่อดาราสำแดงល្បីឈ្មោះនឹងរកប្រាក់ចំណូលបានច្រើនវិរិយាសុខចិត្តប្រើជីវិតយ៉ាងសាមញ្ញរកប្រាក់ចិញ្ចឹមកូនស្រីដោយខ្លួនឯងលែងនឹកនាសិល្បៈដូចពេលមុនទៀតហើយកន្លងមកតារាសម្ដែងប៊ីរិយាធ្លាប់បាននិយាយថានាងនឹងវិលត្រឡប់ចូលវិស័យសិល្បៈនៅពេលដែលកូនស្រីរបស់នាងធំជាងមុនដោយឡែកនេះកូនស្រីរបស់នាងក៏ធំជាងមុនដែរនៅតែពុំឃើញនាងវិលត្រឡប់មកកាន់វិថីសិល្បៈទៀតផ្ទុយទៅវិញនាងបែរជាចំណាយពេលវេលាជាមួយការងាររកស៊ីជាច្រើនរបស់ខ្លួនទៅវិញបច្ចុប្បន្ននេះប៊ីរិយាមានមុខជំនួញជាច្រើនក្នុងដៃទាំងហាងលក់សម្លៀកបំពាក់ហាងលក់ផលិតផលអនឡាញនិងថ្មីនេះនាងទើបតែបើកហាងកាហ្វេបន្ថែមទៀតដោយសារតែមានមុខជំនួញជាច្រើននៅក្នុងដៃធ្វើឲ្យនាងលែងនឹកនាសិល្បៈជួបជាមួយតារាសម្ដែងប៊ីរិយាកាលពីថ្មីនេះនាងបានបញ្ជាក់ប្រាប់ផងដែរថាការងារសិល្បៈនាងនៅតែស្រឡាញ់បើមានឱកាសនាងនៅតែទទួលការងារថតដូចមុនគ្រាន់តែពេលនេះនាងចង់ផ្ដោតទៅលើការងាររកស៊ីជាច្រើនពីព្រោះអាជីពសិល្បៈមិនអាចរកប្រាក់ចំណូលបានច្រើនដូចមុនទេណាមួយនាងគិតថាខ្លួនចាស់ហើយមិនអាចប្រកួតប្រជែងជាមួយក្មេងៗជំនាន់ក្រោយបានទេត្រូវតែរកអាជីពមួយដែលអាចចិញ្ចឹមខ្លួននិងចិញ្ចឹមកូនឲ្យរស់បានស្រួលជាមួយនឹងការផ្ដាច់ខ្លួនឆ្ងាយពីសិល្បៈនេះមានព័ត៌មានជាច្រើនថាប៊ីរិយាបានលែងលះស្វាមីរបស់ខ្លួនអស់ពេលជាច្រើនឆ្នាំហើយដូច្នេះហើយទើបគេពុំឃើញនាងបណ្ដើរជាមួយស្វាមីទៅណាមកណារួមគ្នាភាគច្រើននាងនៅតែជាមួយដៃគូស្រីរបស់នាងតែប៉ុណ្ណោះ